បាទសួស្តីពុកម៉ែបងប្អូនអរគ្នាបន្ទាប់ពីពួកខ្ញុំបានរៀបចំអីវ៉ាន់រួចរាល់ហើយក៏រៀបចំដើរតាមផ្លូវទៅឆ្នេរសមុទ្រហើយកុំភ្លេចតាមដានសកម្មភាពពួកយើងទាំងអស់គ្នាទៅកាន់ឆ្នេរសមុទ្របាទអញ្ចឹងបន្ទាប់ពីខ្ញុំដើរដល់សមុទ្រភ្លាមខ្ញុំក៏ពុះក៏ជ្រុលក៏ឃើញទឹកសមុទ្រស្អាតក៏លូកដៃចុះទៅលាងទឹកសមុទ្រពិតជាថ្លាមែនទែនទឹកសមុទ្រនៅប្រទេសក្រអាតនេះហ្នឹងហើយពិតជាមានភាពតាក់ទាញហើយស្អាតមែនទែនបន្ទាប់មកទៀតពេលដែលពួកខ្ញុំដើរដល់ឆ្នេរសមុទ្រពួកខ្ញុំក៏បានត្រៀមសម្លៀកបំពាក់ទាំងអស់គ្នានេះគឺហែលទឹកសមុទ្រលេងប៉ុន្តែតែមានអីតិចពេកឲ្យបានហែលទេឥឡូវយើងកុំភ្លេចតាមដានមើលឆ្នេរសមុទ្រនៅប្រទេសក្រូអាតនេះយ៉ាងម៉េចដែរជាងសម្រាប់ទឹកសមុទ្រនៅក្នុងប្រទេសក្រូអាតនេះគឺពិតជាស្អាតមែនទែនប៉ុន្តែបើឆ្នេរគឺមានអារម្មណ៍ថាដូចជាឆ្នេរសិប្បនិមិត្តគឺបើយើងប្រៀបធៀបជាមួយនឹងឆ្នេរសមុទ្រនៅស្រុកខ្មែរយើងក៏មិនចាញ់នៅប្រទេសក្រូអាតដែរគឺជាពិសេសគឺឆ្នេរឡុងប៊ិចនៅប្រទេសនោះគឺស្អាតខ្លាំងជាងឆ្នេរសាច់នៅស្រុកនេះឆ្នេរសាច់នេះគឺរៀងទូចបន្តិចប៉ុន្តែគាត់ទឹកសមុទ្រគេស្អាតគេរៀបចំបានស្អាតជាងអញ្ចឹងណាហ្នឹងហើយបន្ទាប់មកទៀតពួកយើងក៏បានលេងគប់ទឹកគឺគប់ប៉ណ្ណាំងប្រជែងគ្នាគប់មើលវាណាគេយកដុំថ្មគប់តើបានច្រើនតង់ជាងហើយបន្ទាប់មករកបេក្ខជនអ្នកឈ្នះឃើញអញ្ចឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាហ្នឹងក៏បានយកដុំថ្មគប់មើលអ្នកគេបានប្រវែងឆ្ងាយជាងហើយពិតជាសប្បាយមែនទែនរកអ្នកលេខ1លេខ2ភ្នាល់គ្នាហ្នឹងហើយខ្ញុំនៅពេលគប់ចម្ងាយខ្ញុំគប់ចាញ់គេប៉ុន្តែពេលគប់តើតើជាមួយនឹងគប់រកតើទឹកផ្លាតលើថ្មជាថ្មផ្លាតលើទឹកដែលយើងគប់នឹងមានប្រហែលតង់គឺខ្ញុំគប់បានច្រើនជាងគេវិញហ្នឹងហើយឥឡូវកុំភ្លេចមើលតាមដានពីសកម្មភាពរបស់ពួកយើងគឺពិតជាសប្បាយរីករាយមែនទែនអនុស្សាវរីយ៍មករៀននៅប្រទេសហុងគ្រីហើយក៏បានណាត់គ្នាដើរលេងជុំគ្នាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានហើយដូចជាបងប្អូនអញ្ចឹងគឺស្និទ្ធស្នាលរួមសុខរួមទុក្ខជាមួយគ្នាគេហៅថានៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយទីមួយយើងតើណាគឺតែងតែណាត់គ្នាយល់ចិត្តគ្នាហូបអាហារជុំគ្នាទាំងប្រុសទាំងស្រីអញ្ចឹងណាហ្នឹងហើយនេះគឺជាសកម្មភាពដែលជាអនុស្សាវរីយ៍ទុកទៅនៅពេលដែលយើងចាស់វិញមើលបន្តទៀតអូតា5 6ចាញ់មកណា4 5 4 6 2 3 4អូជឿដល់ឆ្នះទី2ឃើញទេណាហេតុអីហៅតាឥឡូវបងបានណា3ដែរតា 1 2 3បាញ់ណាស្រាប់ហើយ1 2 ដែរ1 2 4 6 7អូរត់អ្នកឈ្នះឃើញហើយរត់អ្នកឈ្នះឃើញហើយអូខេប៉ុណ្ណឹងចុះគឺបល័យទៀតមួយហើយកន្លាគេនោះមួយមកវិញចប់ហើយចាញ់មិនដល់មួយឥឡូវបងមកដល់ទៅមួយ2 5ឥឡូវតបាន3 3ឈ្នះទៅបាន3ហេកាន់តែខ្ញុំថតសិនខ្ញុំយកឈ្នះ3ឬស្មើ3ដែរបងមើលតោះស្មើគ្នាហើយបន្ទាប់មកទៀតយើងក៏បានថតរូបជុំគ្នាឃើញកន្លែងនេះស្អាតគឺថតរូបទៅជាមួយនឹងទីងព្រាត់ផ្ដាច់និស្ស័យហើយអ្នកខ្លះក៏ធ្វើជាតួសម្ដែងហើយយើងក៏បានថតរូបទៅជាមួយនឹងថ្មស្រួចស្អាតទិដ្ឋភាពទឹកថ្លាឆ្វេងហើយខ្ញុំបានលេងភ្នួលក្លាស៊ីកូជាមួយប្អូនហើយសប្បាយមែនទែនភ្លេចខ្លាយអរគុណសម្រាប់ការតាមដានទាំងអស់គ្នា